អូខេអ្នកគ្នាវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងគឺខ្ញុំចង់បង្ហាញដល់អ្នកគ្នាអំពី web application អញ្ចឹង web application អាចធ្វើអីខ្លះ web application យើងអាចធ្វើឲ្យជាប្រព័ន្ធគ្រប់គ្រង system ទៅតាមស្ថាប័នផ្សេងឧទាហរណ៍ដូចជា website សម្រាប់ចាក់រឿងមើលគ្នាស្គាល់ដូចជា website KISS ហើយដែលយើងឃើញល្បីមែនតើ K-drama អីហ្នឹងឬក៏ Chinese drama អីហ្នឹងមិនស្គាល់ហើយហ្នឹងគឺជាយើងប្រើ web application ដើម្បីប្រើវាហើយដូចជា weather កន្លែងគ្រប់គ្រងអាកាសធាតុអីផ្សេងអញ្ចឹងយើងអាចប្រើវាអាចធ្វើឲ្យបានច្រើនលើសពីនឹងទៀតដល់គ្នាអាច research មើលបន្ថែមបានទៅនឹង web application អំពីការធ្វើវាមានអីខ្លះហ្នឹងទៅអាចធ្វើឲ្យខ្លះហើយចំណែក web application ហ្នឹងវាបែងចែកជាពីរនៅគ្នាវាមាននៅ front end ហើយនិង back end front end ហើយនិង back end ហើយ front end គឺជាអ្វី front end គឺជាផ្នែកនៃការធ្វើការខាងមុខហើយចំណែក back end គឺផ្នែកធ្វើការខាងក្នុងឧទាហរណ៍ថា front end គឺជានេះគេថាយើងឲ្យវាឃើញនៅខាងមុខ page UI ខាងមុខឥឡូវខ្ញុំចូលទៅកាន់ website មួយឲ្យគ្នាមើលនៅគ្នាអាចចូលមកកាន់ website Canva អញ្ចឹងមកនេះនៅគ្នាហើយយើងឃើញរូបរាងនៅខាងមុខទាំងអស់ហ្នឹងយើងអាចមើលបានអាចចុចបានអីហ្នឹងអាហ្នឹងគឺជា front end ចំណែក back end វិញគឺផ្នែកមួយដែលវាធ្វើការនៅខាងក្នុងនៅគ្នាបានន័យថានៅពេលដែលយើងចុច click ទៅលើអានេះមួយដល់ពេលយើងចុច click ទៅលើអានេះមួយអញ្ចឹងទៅអញ្ចឹងឃើញវាកំពុងតែទាញ data ចេញមកនេះ data វាកំពុងតែ loading ចេញមកផ្សេងអស់ហ្នឹងមានតែប្រមាណអស់ហ្នឹងនេះអស់ហ្នឹងគឺជានេះហើយវាសុទ្ធតែជា back end ហើយនៅគ្នាបានន័យថាវា response ចេញមកពី back end គឺដាក់ធ្វើការខាងក្នុងអញ្ចឹងអាហ្នឹងគឺជាដំណើរការរបស់ back end អញ្ចឹងខ្ញុំស្កាត់ខ្លីៗប៉ុណ្ណឹងទៅខំអ្នកគ្នាយល់ហើយឥឡូវខ្ញុំនឹងបង្ហាញអ្នកគ្នាអំពី front end គឺយើងមុនយើងធ្វើ front end បានយើងរៀន front យើងត្រូវរៀន front end មុន front end គឺយើងត្រូវរៀនអីខ្លះ front end គឺយើងត្រូវរៀន HTML មានដូចជា CSS ហើយទៀតគឺ JavaScript ហ្នឹងនេះជាអក្សរកាត់របស់ខ្ញុំអក្សរពេញគឺយើងសរសេរបែបហ្នឹង JavaScript ហើយហ្នឹងគឺជាកម្រិតនៃមូលដ្ឋានគ្រឹះដំបូងគឺយើងត្រូវចេះអស់ហ្នឹងទើបយើងអាចចូលទៅកាន់ដំណាក់កាល advance បានដំណាក់កាល advance គឺប្រើ framework វាតែខ្ញុំរៀននៅគ្នាពី Vue.js ដែលជា framework ហើយយើងប្រើនៅក្នុងការសរសេរ HTML ហ្នឹងវាជា framework របស់ JavaScript នេះអញ្ចឹងដើម្បីរៀន Vue.js នេះបានលុះត្រាតែយើងចេះនៅ JavaScript នេះដូចគ្នាអញ្ចឹងមុននឹងយើងចេះអានឹងបានចេះអាពីរនេះបានលុះត្រាតែយើងចេះនេះគ្នានេះអាពីរនេះគឺសំខាន់ហ្មងដល់កម្រិតដំបូងរបស់យើងអូខេអញ្ចឹងនៅក្នុង back end ដែលយើងឥឡូវបើយើងចូលមកគេ back end យើងត្រូវរៀនអីខ្លះ back end ខ្ញុំនឹងរៀនដល់គ្នាអំពី Node.js តែអា Node.js ហ្នឹងគឺយើងប្រើនៅភាសា JavaScript នេះដូចគ្នាគឺយើងប្រើ JavaScript ដែរអញ្ចឹងយើងត្រូវរៀន JavaScript ឲ្យចេះ JavaScript គឺសំខាន់មែនតើនៅក្នុងការធ្វើ server side គឺសំខាន់បំផុតនៅក្នុងការធ្វើ website មួយបើគ្នាអត់ចេះ back end នៅគ្នាចោលបាយ website គឺកម្រិតនៃការធ្វើការងារគឺគេមិនសូវទទួលយកបានដោយសារគេទាមទារចេះនៅទាំងអស់ភាគច្រើនហើយយើងត្រូវមាននៅចេះមាន database មួយទៀត database ហ្នឹងគឺជាកន្លែងដែលback end មួយនេះវាទាញ data ពីចេញមកពី database មួយហ្នឹងកន្លែង database ហ្នឹងគឺជាកន្លែងផ្ទុកទិន្នន័យដែលអាចទាញចេញមកពី back end ទាញចេញមកបានអូខេអញ្ចឹងនៅក្នុងវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងគឺខ្ញុំនឹងមករៀនដល់គ្នាអំពី HTML ចាំពេលចេះ HTML ហើយខ្ញុំនឹងចូលទៅដំណាក់កាល CSS ចាំឈើដល់ទៀតអញ្ចឹងយើងនឹងរៀនអំពី HTML សិនហើយមុននឹងយើងអាចរៀនសរសេរ HTML បានយើងត្រូវការ editor មួយចំនួន editor មួយដែលជាឈ្មោះថា editor ហ្នឹងវាមានឈ្មោះថា VS Code អ្នកគ្នា search អញ្ចឹងមកវានឹងចេញឲ្យហើយនេះអ្នកគ្នាយកទៅ search ទៅអ្នកគ្នា editor មួយហ្នឹងវាមាន editor ច្រើនទៀតប៉ុន្តែខ្ញុំ recommend អ្នកគ្នាសរសេរហ្នឹងឲ្យសារហ្នឹងគឺវាបែបសំខាន់គេឲ្យយើងអាហ្នឹងគឺវាភាគច្រើនថា99%លើពិភពលោកគេប្រើហ្នឹង
chẳng chẳng anh download mình làm lại mà phải cho mình ra ấy chẳng nhom pra nắng hỏi nó bây giờ nó bây đây nó cái châu đó nắng nó mới không ăn nó cái tờ lại extension mỗi tiết để mình mua thà lại server này được cái remote nó cái download install extension nào tiết extension đó trên tờ lại này nè ok trên tờ lại bên này nó cái châu đó năng mới trên châu màu cái này mua này arrow và bạn buôn trong này anh năng mình mới cho anh năng mình mới hỏi dừng xây search vì mới là thay lái server ok nắng alert nắng mùi nắng khi trình máu hỏi tao nói viên năng miền biệt là install tao này ta nhập install của nhớ dân viên miền đã disable cho này cho nó khi install máu viên năng ba này ok dán cho đồng nạ ca làm vốn cứ dừng mọi đồng nạ ca này ca ca team và ca nó file team mùi trong ca file team anh cho anh ấy của bán rất có những anh chọn cho các bạn này cho lời năng mới như right click như right click lên năng mới cho new file mới hay đã bàn dẫn khi không mà chọn thấy máu bị lên chiến chứ đã năng mới đã thá index dot dot a team ok đã bạn nắng chứng chắc đã ấy các bạn này tay nhưng khi không bạn hiện đại anh đây dot a team đầm là ca sẽ là home page đã em năng từ dẫn được không ca sẽ a team dương theo ca nào là bỏ một chục luôn cho tôi đọc chung man đó là mày khi thôi rồi này cái này nó không cần sẽ HTML nó không HTML structure bao giờ người dân theo ca nào đọc type HTML header người dân miền anh nắng được này đang trong application âm structure hay trái này tại sao nó không phải code nó cứ vì miền anh nắng ra bài dân vì miền nó ra bài không phải code nó là bài lớn dân cho xây thì mới dân đã thay HTML file thì cái này chúng gọi HTML file mà vì miền trên một tập hỏi không phải không theo visual đó cái này âm pian đó cứ trong visual ta thành thay thọ này thì cái này chỉ phải nắng cứ giờ mà bị lại theo visual thì để sao vì mình sao không canประมาณ thế và vậy thực đó trên thực đăng tải này mùi thế thay thọ nó cứ chỉ ấy cái thay thọ nè rồi chỉ cái này thay thọ trên thực display nữa lưu website của thọ ta nhom đã đấy đọc chu mình cái thay thọ display rồi phải em thấy được cái này chương cho nè thì anh ấy nắng cứ chỉ là thay thọ bao giờ là dương tàu và hai lư nè ok chẳng phải tiết nó không cho mọi đặc điểm mưa nặng từ ở này chẳng được không cả display bao giờ nó bây giờ ở dương mưa thay ba là dương thơ mày là lớn nó nhầm ở được khi mưa xanh nhầm trong tự ran ATML là khi mưa xanh đó bây giờ ra là ATML nó cái dương cho lời anh đang nói cho cái click lưu về máu dương cho nè open with like server ba đang máu hai về năng tự ba cái show website chơi này đây là cái này về ô tô ba cái này khơi về để đọc chung mà nó bạn này thảo đọc chung man tranh tiền đi màu để mới khi đâu một biệt thà a team all là thà lesson one đây là thà a team all sân mùi hỏi dương năng cho em phí y làm mắn and thầy ok em đừng hai chơi tờ mờ này đó cái này vì tranh em đừng nó cứ chia này thay thò này cả thay thò hay là mai ai oi anh này về miền sau xanh bàn chừng tao đạo chừng tao thằng bát đi và đi thôi là thà về khám thú nên tao đã trong đây xem và trong đây các bạn sẽ hỏi những bạn máu viêm miền đang làm này khi khơi dọn nó cứ chia ca cho xe ở vậy display được không năng ok nó cứ chạy cái team out nữa mà team mùi lão trong năng một và hai nhạc niệm vì chừng pra element năng thay này element chừng bay chạy nhẹ đặt như cái này đôi khi ai đăng ra đấy cho nên ai chơi xây mới thay bán tạ tông cho mỗi đăng head ấy xây này thành 10 bàn thay luôn này bàn nhưng không ăn dây vì ở năng thế là cái này ai chơi xây mới thay cho nên bây giờ cho sầm khăn
សំខាន់មកឧទាហរណ៍ថាឥឡូវខ្ញុំនឹងបង្ហាញដល់គ្នាអំពី element គឺជាប្រភេទបែបនេះ element វាមានចែកដូចគ្នាឧទាហរណ៍ថាវាក្នុងហ្នឹងវាមានបែងចែកជាពីរវាមាន element និង tag element ភាគច្រើនវាមាន element វាសរសេរនេះវាមានបែបនេះតែបែបនេះទេបែបហ្នឹងវាអត់មានតែបែបហ្នឹងវាមានតែបើកហើយវាបិទទៅវិញបែបហ្នឹងហើយចំពោះ tag បែបនេះគ្នាវាមានបើកនេះហើយ H1 ហើយបិទចេះវិញបែបនេះបើកផ្សេងគ្នាមើលមកទៅឧទាហរណ៍ថានេះខ្ញុំផ្សេងអំពី tag ខ្ញុំផ្សេងអំពី element អូខេ element ផ្សេងពី element ខ្ញុំដាក់ថា H1 នេះគឺវាមានបើកចេះហើយវាបិទវិញដល់នេះវិញហើយចំពោះ tag វាបែបនេះ tag គឺជាវាជាភេទ BR វាមានតែបែបនេះតែមួយរបស់វាអញ្ចឹងទៅស្គាល់វាអញ្ចឹងតែគេហៅថា tag អីណាគ្នាហើយយល់ទៅវាអាចមានច្រើនទៀតនៅគ្នាលើសពីហ្នឹងនៅគ្នាអាចមើលថែបាននេះ x ចំពោះប្រភេទ x នេះវាមានច្រើនវាមានដល់តាំងពី x វាមាន x2 ហើយវាមាននៅ x3 ហើយវាមាននៅវាមានចុចរហូតដល់ x6 នៅគ្នាហើយកម្រិតនៃ x របស់វាហ្នឹងវាមានខុសគ្នាទៀតហើយខ្ញុំសេអស់នោះឲ្យខ្ញុំមើលថា x នេះវាខុសគ្នាមិនមាន x4 ហើយ x5 ខ្ញុំឲ្យអ្នកគ្នាមើលថាវាខុសគ្នាមិនអានេះ x1 អានេះ x2 ហើយនេះ x3 ហើយនេះ x4 x5 x6 យល់ទៅ x នេះគឺជាប្រភេទអក្សរធំប្រភេទដូចជា header ជាងទៅ header នៃក្បាលតំពអញ្ចឹងអាហ្នឹងគេប្រើ x នឹងគ្នាអញ្ចឹងចូលទៅមើលជាក់ស្ដែងនៅក្នុង x ហ្នឹងគឺបែបនេះឃើញអត់ x1 x2 x3 x4 x5 x6 បានន័យថា x1 វាធំជាងគេហើយចេះឡើងហូតក្រោមទៅអញ្ចឹងទៅហើយចំណែក BR នេះគឺកន្លែងធ្វើចុះបន្តឧទាហរណ៍យើងសរសេរ P1 P នេះគឺជាអ្វី P នេះជាប្រភេទ paragraph របស់គ្នាយើងសរសេរជាប្រភេទ paragraph យើងដាក់ថា lorem យ៉ាងមកជាដាក់យ៉ាងខ្ញុំ format វាចេញមកដើម្បីវា clean ស្អាតស្រួលមើលបន្តិចអូខេជាងចូលទៅមើលវានឹងមានយ៉ាងហើយបន្ទាប់មកយើងនឹងដល់ពេលយើងដាក់នៅយើងសរសេរ P មួយទៀតយើងដាក់ថា lorem មួយទៀតគឺវានឹងចេញនៅបន្ទាប់ទៅនឹងទៅទៀតហ្មងនេះនៅគ្នាតែអញមើលបានឥឡូវខ្ញុំឧទាហរណ៍មួយទៀតងាយស្រួលយល់អានេះមើលទៅវាបាក់យល់តិចដោយសារ text នេះវាអត់ចោលបន្ទាត់តែគ្នាទៅចាំថាអក្សរ P នេះគឺយើងប្រើវាដើម្បីធ្វើជា paragraph ហើយខ្ញុំផ្សេង span ចុះអូខេ span ខ្ញុំដាក់ថា span អូខេហើយមួយទៀតគឺជា span មួយទៀតខ្ញុំដាក់ថា name អានេះដាក់ថា user យើងបើកមកយើងនឹងឃើញពាក្យថាបញ្ចប់គ្នាវាតស្មុកគ្នាហើយបានន័យថា user name អញ្ចឹងខ្ញុំចង់ឲ្យចប់បន្ទាត់ហើយគាត់នឹងដាក់ br អាហ្នឹងមកទៅបើកមើលវាចប់បន្ទាត់ឃើញមួយអញ្ចឹង br ហ្នឹងគឺយើងប្រើវាដើម្បីចប់បន្ទាត់ដល់គ្នាហើយបើយើងចង់សរសេរតទៅមុខយើងចង់សរសេរលក្ខណៈតគ្នាទៅមុខរហូតដល់វាចប់បន្ទាត់គឺយើងប្រើអា span នេះទៅហើយយើងមិនបាច់ចង់ដាក់ br ទេពេលហ្នឹងគឺវានឹងតទៅមុខគ្នារហូតដល់គ្នានេះយើងអាចប្រើ span ទៀតមកយើងអាចដាក់ថា a ទៀតចឹងមកអូខេយើងបើកមើលវាចេញទៅមុខគ្នារហូតអញ្ចឹងអ្នកគ្នាអាចប្រើនឹងបានដើម្បីធ្វើ BR ដើម្បីធ្វើជា span បានហើយចំពោះ tag យើងអាចប្រើអានេះមួយទៀតបាន tag ខ្ញុំបាននេះគឺ HR មួយទៀត HR គឺកន្លែងបន្ទាត់រត់វែងអ្នកគ្នាហើយនេះរត់វែងហ្នឹងគឺជា ខ្ញុំប្រើ HR អញ្ចឹងយើងចូលទៅបន្តទៀតយើងទៅមើលបន្តទៀតថាមានអីទៀត
ឥឡូវក្នុងវីដេអូនេះគឺខ្ញុំចង់ណែនាំបងប្អូនស្គាល់តែប៉ុណ្ណឹងទេឲ្យស្គាល់អំពី tag ហើយនិង element ទេ tag element ចឹងតែឈ្មោះ element នេះវាមានប្រភេទដូចប្រាប់មកគ្នាអញ្ចឹងគឺវាមានដល់បដើមពីសអ x ហើយវានឹងបញ្ចប់ដោយ x បិទទៅវិញអញ្ចឹងហើយព្រោះ tag គឺវាមានតែមួយបែបនេះទេវាអត់មានបើកបិទអីទេវាមានតែអាបែបនេះហើយវាមានតែបែបហ្នឹងទេប្រភេទចឹងទេគឺជាប្រភេទ x គឺជា tag អូខេអ្នកគ្នាសង្ឃឹមអ្នកគ្នាយល់ពីប៉ុណ្ណឹងខ្ញុំចង់គ្នាធ្វើមួយខ្ញុំចង់គ្នាសរសេរឲ្យចេញនៅ welcome ខ្ញុំចង់គ្នាសរសេរចេញនៅ hello world ក្នុងហ្នឹងដោយយើង hello world ក្នុងហ្នឹងដោយយើងប្រើនៅគ្នាចង់ធ្វើក្បាលដែលសំខាន់ចង់គ្នាសរសេរចេញ hello world ឧទាហរណ៍ថាសរសេរ h1 hello world នេះអ្នកគ្នាកុំចង់គ្នាធ្វើសេញបែបហ្នឹងអញ្ចឹងអ្នកគ្នាធ្វើចេញហ្នឹងឲ្យខ្ញុំមើលមួយអូខេអញ្ចឹងនៅវីដេអូបន្តទៀតខ្ញុំនឹងចូលទៅការស្ដាប់បន្តទៀតដោយសារហ្នឹងគឺវាថាมันឃើញមានអីសំខាន់ច្រើនពេកទេអ្នកគ្នាអាចទៅ research មើលថែបានព្រោះហ្នឹងពេលយើងធ្វើការជាក់ស្ដែងឬយើងធ្វើយូរទៅយើងដឹងបើយើងខ្ញុំគាត់ប្រាប់ឲ្យស្គាល់អ្នកគ្នាស្គាល់អំពី tag និង element អញ្ចឹងទៅហើយប្រាប់ខ្លះបើខ្ញុំប្រាប់ទាំងអស់គឺវាអត់ទេសារវាច្រើនអ្នកគ្នាអញ្ចឹងយើងអាចជួបគ្នានៅវីដេអូក្រោយអ្នកគ្នាសង្ឃឹមអ្នកគ្នាដឹងអំពី structure របស់ HTML ដឹងអំពីនៃការ run របស់ HTML ដូចខ្ញុំប្រាប់អ្នកគ្នាអញ្ចឹងគឺ structure របស់វាគឺវាបែបហ្នឹងយើងអាចសរសេរកាត់ឲ្យលឿនយើងដាក់ថា HTML5 វានឹងចេញនៅ structure របស់ HTML ចេញមកហើយ HTML5 នេះវាមាន HTML5 បែបហ្នឹងចេញមកហើយនៅក្នុងការអានេះគឺជា title យើងអាចដាក់ title website បានដើម្បីឲ្យវាអាចបង្ហាញនៅលើ HTML បានជាងត្រូវសរសេរនៅក្នុង body អញ្ចឹងអ្នកគ្នាទាំងខំគ្នាយល់រឿងហ្នឹងអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយអ្នកគ្នាបាយបាយអ្នកគ្នា